lời này dừng đó lại đó FIFA Club World Cupហើយព្រឹកមិញគូបើឆាកក្រុម Inter Miami ជាមួយនឹងក្រុមបាល់ទាត់ Al Ahly Inter Miami ជាមួយនឹង Al Ahly ព្រឹកមិញវាអត់សមណាគូនឹងអត់គ្រាប់ទេអាថាមែនទេអត់មានគ្រាប់សោះហ្មងហើយ Inter Miami ដាក់មកព្រឹកមិញម៉ាណាយហើយ Messi Busquets Alba ដាក់មកអស់ហើយយូមិញ Superstar របស់ Inter អត់ពូនិយាយមែនអត់សមថាអត់គ្រាប់សមប៉ាមួយ Inter ប៉ាជាមួយ Al Ahly មកពីនេះ Liverpool របស់ Egypt អូយអាលក្ខខណ្ឌអា FIFA Club World Cup ឆ្នាំនេះសាំញ៉ាំសូម្បីតែពូនឹងក៏មិនទាន់ទទួលព័ត៌មានគ្រប់ជ្រុងជ្រោយទេវាពិបាកមែនតើពុកជឿនិយាយវាសាំវាសាំគឺថាវាក្បាច់ក្បោវាកាច់កងច្រើនណាវាមិនមែនដូច FIFA Club World Cup មុនគឺយកតែក្លឹបតំណាងបានអីទៅតំណាងលីកឧទាហរណ៍ថាម្ចាស់ជើងឯកលីកអង់គ្លេសម្ចាស់ជើងឯកលីកអេស្ប៉ាញម្ចាស់ជើងឯកលីកអង់អញ្ចឹងយកមកតំណាង FIF មួយទេម្ចាស់ជើងឯក Champions League ដូចខាងឡាទីនគេយកជើងឯកកូប៉ាអាស៊ីយើង AFC អឺរ៉ុប Champions League ដល់ពេលឥឡូវគេដូររូបមន្តគេតឡើងក្រុមឥឡូវវាមាន8ពូលក្នុងមួយពូលមាន4ក្រុមដូចអាក្រុមពូល A ប្រកមាញ់មាន Inter Miami មាន Al Ahly មាន Porto ហើយនឹងហ្នឹងហើយមាន Palmeiras របស់ Brazil អញ្ចឹងវាមាន4ក្រុមមកពី4ប្រទេសផ្សេងគ្នាគេចាប់ផ្ដើមព្រឹកមិញហើយយប់ហ្នឹងម៉ោង2ហ៎យប់នេះម៉ោង2បើលេងនៅទឹកដីអាមេរិកគឺដឹងតែលេងពេលព្រឹកហើយបើលេងទឹកដីអាមេរិកក៏តែបើលេងនៅក្រៅពីទឹកដីអាមេរិកដូចនៅបារាំងនៅអេស្ប៉ាញអីហ្នឹងអាហ្នឹងម៉ោង2យប់គេសួរថាហេតុអីបាន FIFA Club World Cup អត់សូវទាក់ទាញការប្រកួតប្រជែងអញនិយាយបានថាចេះដោយសារ FIFA Club World Cup វាមិនដូច Champions League បើ Champions League វាក្លឹបនឹងក្លឹបតទល់គ្នាហើយទៅក្លឹបកម្រិតខ្លាំងទៀតដែលមកជួបគ្នានៅ Champions League តែ FIFA Club World Cup មិនតែវាអត់នេះវាគាត់តែវាល្អដែរតែវាល្អនៅមានកម្រិតក្រោម Champions League បើ Champions League គឺយកតែក្លឹបដែលនៅក្នុងទ្វីបអឺរ៉ុបអានេះយកមកតាំងពីអាសង់ទៀនយកមកតាំងពីប្រេស៊ីលយកមកតាំងពីស្អីគេអានោះពាក់កណ្ដាលអាជីពក៏មកលេងដែរស្អីមកពីស្អីណាប៊ូស៊ីរិនណានោះអញ្ចឹងបានវាមិនសូវទាក់ទាញទេអា FIFA Club World Cup ហ្នឹងតែពៀនគេមកពៀនគេដូចពៀនគេហៅទៅដូចពៀន Classic Century អញ្ចឹងវាមើលទៅវា Premium អូទាក់ទាញ Madrid ឥឡូវនោះ Madrid បានតែផ្លូវការ Madrid យកកីឡាករមកពីររូបរួចហើយDinhausen ក៏បានធ្វើតេស្ត medical ជាមួយនឹងមួយទីខ្សែការពាររបស់អង់គ្លេសគឺ Trent Alexander ក៏ធ្វើបានតែធ្វើតេស្ត medical តេស្តសុខភាពដូចគ្នាអញ្ចឹងពួកគេទាំងពីរនាក់បង្ហាញខ្លួនជាផ្លូវការរួចរាល់នៅចាំតែរដូវកាលថ្មីចាប់ផ្ដើមតែប៉ុណ្ណោះនេះគឺជាការបំលាស់ប្ដូររបស់គ្រូមកថ្មីគឺលោកXabi Alonso ឥឡូវនេះគឺគាត់បានន័យថាគាត់ពេញសិទ្ធិនៅក្នុងការចាត់ចែងនៅក្នុងការរុះរើហើយនឹងការទិញកីឡាករបន្ថែមទៀតតែមែនតើទៅ official របស់ Real Madrid ហើយនឹងអ្នកកសែតអ៊ីតាលីគឺលោក Romano Fabrizio អានោះវាផ្លូវការថា Alexander Arnold ជាមួយនឹង Dinhausen បានបង្ហាញខ្លួនរួចរាល់នៅ Santiago Bernabeu បោះសេបានតាកតងដែរបានតាកតងជាមួយនឹងភ្នាក់ងាររបស់ Nico Williams ប៉ុន្តែនៅការសម្រេចចិត្តចុងក្រោយរបស់ Williams ថាគាត់គួរចាក់ចេញដើម្បីមកចូលរួមជាមួយបាសេឬអត់បាសេចង់បាន Nico Williams មួយទៀតបាទស្គាល់ Nico Williams លេងស្ដាប់ឆ្វេង Nico Williams ប្រសិនបើមកបាសេមែនអញនិយាយបានថាតំបន់ប្រយុទ្ធរបស់បាសេពូមើលទៅគឺកាន់តែស្រួចហើយកាន់តែល្អជាងមុនបើទោះបីជាបច្ចុប្បន្ន Rafinha កំពុងឡើងជើងក៏ពិតមែនតែប្រសិនបើបាសេដាក់គោលដៅមានមហិច្ឆតាចង់បង្កើតតំបន់ប្រយុទ្ធឲ្យកាន់តែខ្លាំងក្លាដើម្បីទប់ទល់ជាមួយនឹងក្លឹបល្អៗនៅអេស្ប៉ាញអញ្ចឹងអានេះគឺជារឿងថ្មីហើយល្អសម្រាប់ក្រុមបាសេប៉ុន្តែសំខាន់បាសេមានលុយទិញអត់ហើយតម្លៃដូចពូនិយាយចឹងថាតម្លៃខ្លួនកីឡាករដែលថ្លៃជាងគេបច្ចុប្បន្នណាហ្នឹងណាគេអត់ទីមកពូទីបើទី3នេះអត់មានមកបើទី3នេះទីទេកីឡាករវ័យក្មេងដែលមានតម្លៃខ្លួនថ្លៃជាងគេទី1ដល់មានមកបងថាប្រហែលតម្លៃខ្លួនឡាម៉ាល់បច្ចុប្បន្នមានវ័យប្រហែលដូច17ឆ្នាំ17ឆ្នាំតម្លៃខ្លួនរបស់វាជាក់ស្ដែងនៅលើទីផ្សារយើងមើលតាម transfer market 200 លាន€ហើយបន្ទាប់មកទីកីឡាករ2រូបទៀតដែលតម្លៃខ្លួនក្រោមឡាមីយ៉ាម៉ាល់20 លានគឺ Mbappe ហើយនិង Jude Bellingham